លោកថៅកែលីនធ្វើជំនួញគេគិតអ្នកមកមុនមកក្រោយបើលោកហ៊ានខុសសន្យាថ្ងៃក្រោយច្បាស់ជាពិបាករកស៊ីនៅរាជធានីមិនខានពូលីនអាមីងយកសម្បត្តិលោកពុកមកសម្បត្តិលោកពុកសុំទោសផងទំនិញមួយវគ្គនេះមិនអាចលក់ឲ្យខាងរាជទាយាទបានទេឯងនិយាយថាម៉េចលោកម្ចាស់យើងផ្ញើសម្បត្តិមកថាទំនិញនេះបានសន្យាឲ្យទៅភូមិគ្រឹះវើយខ្វល់ហើយត្រកូលលីនយើងដាច់ខាតមិនធ្វើរឿងក្បត់សច្ចៈទេលោកម្ចាស់លីនស្គាល់ភូមិគ្រឹះហូដែរមិនត្រឹមតែស្គាល់ទេលោកម្ចាស់យើងត្រូវជាពូជីដូនមួយរបស់ស៊ឺជឺនៅជាងណានគឺសេដ្ឋីយងត្រកូលលីននៅជាងណាននឹងឯងសេដ្ឋីយងត្រកូលលីនត្រូវហើយមុននេះលោកម្ចាស់ចិត្តណាឲ្យខ្ញុំវៀងទៅណានយ៉ាងយកថ្នាំស័ក្តិសិទ្ធិមកពេលមកដល់កំពង់ផែឮថាភូមិគ្រឹះមានរឿងទំនិញនេះគឺទុកឲ្យភូមិគ្រឹះហូនឹងឯងពួកឯងហ៊ានប្រឆាំងរាជទាយាទផងរកស៊ីសំខាន់លើភាពស្មោះត្រង់បើរាជទាយាទចង់ទិញចាំវគ្គក្រោយចុះពួកឯងចាំមើលតែឯងណែយកទំនិញបានហើយមិនបានលឿនម្លេះមិនត្រូវរាជទាយាទឆក់យកទេអីអ្នកចាត់ការក្រុមពាណិជ្ជករណានយ៉ាងគឺជាសាច់ញាតិខាងម្ដាយរបស់ស៊ឺជឺចៃដន្យម្លេះមិនមែនចៃដន្យទេគឺពួកគាត់ទៅថាស៊ឺជឺមានរឿងក៏ខ្លែងវៀងទៅទិញថ្នាំនៅណានយ៉ាងតាមពិតគឺបំរុងមករាជធានីស្រាប់អូបើមើលតាមនឹងពួកយើងអង្គុយចាំតែឈ្នះមកម្ដងនេះដូចជាអញ្ចឹងមែនខ្ញុំខំមកកាយសៀវភៅចង់កន្លះថ្ងៃទើបបានដំណឹងនេះខួរក្បាលចង់ផ្ទុះហ្មងទូព្រះបង្គំខាងកំពង់ផែយើងខកដៃហើយខកដៃមានន័យថាម៉េចអ្នកចាត់ការក្រុមពាណិជ្ជករណានយ៉ាងគឺជាសាច់ញាតិខាងម្ដាយរបស់វើយានទំនិញនោះតាមពិតរៀបចំទុកសម្រាប់ភូមិគ្រឹះហូតារបស់វើយានថែមទាំងជាសាច់ញាតិទៀតក្រាបទូលត្រកូលលីនជាសេដ្ឋីលួងនៅជាងណានមានទំនាក់ទំនងចាស់ជាមួយភូមិគ្រឹះហូប្រុសមលិខិតមែនទេហេតុអីរដងខ្វះតែបន្តិចអញ្ចឹងហាត្រង់ពេលនេះដកដៃវិញនៅទាន់ពេលណាដកដៃយើងដកដៃលេងរួចហើយទៅរៀបចំព្រួញចុងក្រោយទៅត្រង់ចង់មានបន្ទូលថាបើចាត់ការពួកវាមិនបានក៏ងាកទៅចាត់ការវើយានវិញត្រង់ឲ្យលួចធ្វើឃាតស៊ឺជឺគឺជាទោសធ្ងន់ណាស់អ្នកណាថាខ្ញុំចង់ធ្វើឃាតវាខ្ញុំគ្រាន់តែសង្ឃឹមថាវាដេកមិនបាច់ងើបមួយជីវិតតែប៉ុណ្ណោះមិនបាច់ដល់ថ្នាក់នឹងទេដឹងត្រង់ពេលនេះស៊ឺជឺក៏មិនអាចដឹងខ្លួនវិញដែរវាមិនអាចគំរាមកំហែងយើងបានទេអុយខ្ញុំមិនខ្វល់ទេឆាប់ទៅក្រាបទូលអបព្រះអើយមានចៅហ្វាយល្ងងយ៉ាងនេះដែររឿងទំនិញណានយ៉ាងនេះខ្ញុំកាន់តែគិតកាន់តែឃើញថាមិនស្រួលហ្មងត្រង់ចង់មានបន្ទូលថាហេតុអីរដងពេលយើងចាត់ការតែងតែមានរឿងចៃដន្យអញ្ចឹងហេតុអីសំណាងពួកវាល្អដល់ថ្នាក់នេះប្រហែលជាព្រហ្មលិខិតទេដឹងព្រហ្មលិខិតយើងមិនជឿលើព្រហ្មលិខិតទេយើងជឿតែលើការប្រឹងប្រែងរបស់មនុស្សចុះត្រង់ចង់បើប្រើវិធីធម្មតាមិនបានផលអញ្ចឹងប្រើវិធីមិនធម្មតាទៅត្រង់ចង់សំដៅលើរឿងអបិយជំនឿត្រូវអញទៅរកមនុស្សបញ្ចេញពាក្យចាំអារាមទៅថានាងជាងជាបិសាចចាប់ជាតិកើតមកនាំចង្រៃស៊ីប្តីស៊ីសាច់ញាតិពាក្យចាំអារាមបែបនេះពិបាកគេជឿណាស់មែនទេបើគ្រាន់តែនិយាយតាមផ្សារវាច្បាស់ជាចុះបើវាលេចចេញពីការិយាល័យហោរាសាស្ត្ររាជវាំងវិញនោះការិយាល័យហោរាសាស្ត្រកន្លែងនោះចំណុះផ្ទាល់ឲ្យព្រះចៅអធិរាជយើងពិបាកសុកមនុស្សចូលណាស់ណាអេលោកហោរាលីវឆ្នាំមុនកូនប្រុសវាមានក្តីក្តាំងគឺយើងជាអ្នកចេញមុខធានាត្រង់ចង់ឲ្យលោកហោរាលីវមិនបាច់ឲ្យវាប្រឹងនិយាយអីច្រើនទេគ្រាន់តែឲ្យវាមើលផ្កាយរួចធ្វើជាផ្លាត់មាត់និយាយមួយឃ្លាថាក្បែរផ្កាយអធិរាជមានផ្កាយបិសាចរះអំបញ្ជាក់ថាមានស្រីចង្រៃបំផ្លាញជាតិតែហានិភ័យវាខ្ពស់ពេកហើយដឹងអូយយើងគិតលេងបានច្រើនហើយប្រញាប់ទៅឆាប់ទៅផ្កាយអធិរាជភ្លឺចិញ្ចែងតែមានផ្កាយងឹតរះអំផ្កាយនេះស្ថិតនៅទិសអាគ្នេយ៍លោកម្ចាស់ទិសអាគ្នេយ៍គឺជាទីតាំងរបស់ភូមិគ្រឹះវើយខ្វល់ហៅឈប់និយាយទៅប្រហែលជាខ្ញុំមើលខុសហើយរឿងយប់នេះហាមផ្ដេសផ្ដាសប្រាប់អ្នកក្រៅឲ្យសោះបាទលោកម្ចាស់ប្រយ័ត្នចាស់ហើយភ្នែកឡើងព្រើលអស់ហើយហ៊ានតែមើលឃើញផ្កាយបិសាចរះអំផ្កាយអធិរាជទៅរួច